សូមចម្រើនពរញាតិញោមស្រីប្រុសទាំងអស់ថានេះគឺជាសកម្មភាពជាងដែលរៀបឥដ្ឋផ្ចិតជញ្ជាំងយើងនៅសល់តែមួយប្រឡោះនឹងទៀតទេញាតិញោមមួយប្រឡោះនឹងទៀតជញ្ជាំងសាលារបស់យើងគឺយើងរៀបជុំវិញហើយញាតិញោមសល់តែមួយប្រឡោះនោះទៀតហើយនឹងនៅនេះខាងក្រោយនេះញាតិញោមនេះក្នុងសាលាយើងញាតិញោមនៅខាងក្រោយបល្ល័ង្កព្រះហ្នឹងសល់តែប៉ុណ្្នឹងទៀតយើងរួចរាល់ហើយញាតិញោមតាមអត់សល់ប៉ុណ្្នឹងញាតិញោមអត់ទៅពេញសល់ប៉ុណ្្នឹងបងសរុបមកជុំវិញសាលាហ្នឹងអត់អស់ 100000 ដុំញាតិញោម 100000 ដុំនៅសល់តែប៉ុណ្្នឹងញាតិញោមបល្ល័ង្កព្រះញាតិញោមនឹងបល្ល័ង្កព្រះកំលៀតហ្នឹងពីតសមួយទៅតសមួយហ្នឹងគឺនេះញាតិញោមនេះកំលៀតពីតសមួយទៅតសមួយហ្នឹងគឺ8ម៉ែត្រញាតិញោមបង5ម៉ែត្រ8ម៉ែត្រញាតិញោមបងញាតិញោមមើលនៅក្នុងវីដេអូហ្នឹងឃើញទូចទេតែតាមពិតធំខ្ញុំ8ម៉ែត្រហើយនឹង5ម៉ែត្រញាតិញោមមានជាងកំពុងចាក់ឡាំងតូញាតិញោមជាងគាត់ធ្វើអស់ពីចិត្តអស់ហើយពីបេះដូងរបស់គាត់គាត់ចូលចិត្តទុកដាក់ក្នុងការកសាងពីព្រោះថាជាស្រុកជាភូមិរបស់គាត់អញ្ចឹងជាមោទកភាពរបស់គាត់បីថាគាត់យកកម្លាំងពលកម្មអីយ៉ាងណាតែនេះសាលានឹងក៏ជាញើសឈាមជាស្នាដៃដែលគាត់បានកសាងបានការឧបត្ថម្ភពីញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តក្តីពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសក្តីនៅក្នុងរាជាណាចក្រកម្ពុជាដែលជាអ្នកមានសទ្ធានៅក្នុងពុទ្ធសាសនាបានមានសទ្ធានឹងចូលរួមតាមយៈអាភិបក្តីតាមយៈលោកអាចារ្យគណៈកម្មការក្តីក៏គឺសាលាយើងបានប៉ុណ្ណឹងញាតិញោមបងនៅសល់មួយប្រឡោះដែលញាតិញោមបានឃើញនេះយើងចំណាយในការសាងសង់ហើយបន្ទាប់ពីយើងបញ្ចប់វគ្គហ្នឹងទៅតម្រូវយើងចាក់ដីញាតិញោមនេះចាក់ខ្សាច់ក្នុងហ្នឹងញាតិញោមចាក់ខ្សាច់ញោមនេះយើងត្រូវចាក់ខ្សាច់បំពេញហ្នឹងគឺ
ពីមុខញាតិញោមខាងក្រៅញាតិញោមខាងក្រៅថតឲ្យញាតិញោមមើលភាពខាងក្រៅឥឡូវនេះយើងអស់ហើយនៅលទ្ធភាពរបស់យើងនៅសល់តែ2ញាតិញោមគឺទី1យើងត្រូវចាក់ដីបំពេញឬចាក់ខ្សាច់ញាតិញោមបងចាក់ខ្សាច់បំពេញនេះតើមានត្រូវចាក់ខ្សាច់បំពេញពេលយើងចាក់ខ្សាច់បំពេញហើយទៅយើងចាក់ប៊ីតុងញាតិញោមបងចាក់ប្លង់សេខាងក្រោមដើម្បីឲ្យប្លង់សេនោះគ្រីបជាមួយនឹងតសខាងក្រោមការពាររំញោចញាតិញោមពុទ្ធបរិស័ទចិត្តឆ្ងាយទាំងអស់បានទស្សនាវីដេអូហ្នឹងក៏មានសទ្ធាញាតិញោមមានសទ្ធាចង់ចូលរួមកសាងបងសូមអញ្ជើញញាតិញោមបងអញ្ជើញចូលរួមកសាងព្រោះថាទ្រព្យសម្បត្តិមាសប្រាក់លុយកាក់ដែលយើងអាចរកបានហ្នឹងយើងចាយទៅវិញអស់ហ្នឹងញាតិញោមតែវាបែកញើសហូរញើសហ្នឹងវាអត់បានបនអីបានយកទៅចាយអត់តែបើញោមលះបង់នៃចំនួនថវិកាដែលញាតិញោមរកបានហ្នឹងឧទាហរណ៍ថាបើញាតិញោមរកបាន100000អីចឹងក្នុងមួយថ្ងៃចឹងក្នុងចំណោម100000ហ្នឹងញាតិញោមធ្វើបុណ្យតែ10000អាបុណ្យ10000ហ្នឹងវាហុចផលឲ្យញាតិញោមមានសុខភាពល្អហុចបុណ្យហុចកុសលឲ្យញាតិញោមមានសុខភាពល្អជៀសអំពីជំងឺដូចញាតិញោមកសាងសាលាហ្នឹងចឹងសាលានេះមិនមែនជាទីកន្លែងប្រជុំនៃការផឹកស៊ីទេញាតិញោមហើយក៏មិនមែនជាទីប្រជុំនៃការលេងល្បែងភ្នាល់អីដែរសាលានេះគឺជាការបណ្ដុះបណ្ដាលនៅពុទ្ធិញាតិញោមតាមបែបពុទ្ធសាសនាថ្ងៃសិលញាតិញោមអញ្ជើញមកសមាទានថ្ងៃឧបោសថសិលឬក៏នៅក្នុងថ្ងៃសាសនពិធីញាតិញោមមកបំពេញបុណ្យដែលជាសាសនពិធីផ្សេងនោះម្ចាស់សទ្ធាញាតិញោមទាំងអស់ចូលមកពេលចូលដល់ក្នុងសាលាហ្នឹងវាត្រជាក់ត្រជុំបងជៀសផុតអំពីកម្ដៅផងជៀសផុតអំពីខ្យល់ផងធ្វើឲ្យញាតិញោមអង្គុយក្នុងចំណោមនៃមនុស្សទាំងអស់នេះបំពេញបុណ្យដោយចិត្តសទ្ធាអញ្ចឹងទៅអរគុណញាតិញោមបានថតឲ្យញាតិញោមបានឃើញបង5-6ថ្ងៃទៀតគឺបញ្ចប់ហើយញាតិញោមបងបញ្ចប់ហើយនោះជាងញាតិញោមបងជាងញាតិញោមណាបានទស្សនាវីដេអូនេះមានសទ្ធាចង់ចូលរួមកសាងអាចទំនាក់ទំនងតាមរយៈអាត្មាភាពបានចម្រើនបង
สรุปทั้งออกมาบ้านมาไพ่เพียเราอย่างเงี้ยตูสลาชันแต่ก่อนนึงนะบ้านมาไพ่เพียเราอย่างเงี้ยอันนั้นอย่างเงี้ย សូមអរគុណញញោមប៉ុណ្ណឹងសោះបងសូមចម្រើនពរលាញញោម